ប្រយោគអប់រំកូន12ឃ្លារបស់លោកស្រីផឹងលីយៀនដែលជាភរិយារបស់ប្រធានាធិបតីស៊ីជីនពីងលោកស្រីផឹងលីយៀនគឺជាភរិយារបស់លោកប្រធានាធិបតីលោកស៊ីជីនពីងហើយលោកស្រីផឹងលីយៀនធ្លាប់ជាប់ឈ្មោះជាស្ត្រីឆ្នើមលេខ1នៃប្រទេសចិនផ្នែកសិល្បៈចម្រៀងតន្ត្រីលើកទឹកចិត្តកងទ័ពហើយគឺជាស្ត្រីមេផ្ទះម្នាក់ដែលមើលថែគ្រួសារហើយនឹងអប់រំកូនយ៉ាងកក់ក្ដៅថ្ងៃនេះចៅបៃតងសូមលើកយកប្រយោគអប់រំកូនទាំង12របស់លោកស្រីផឹងលីយៀនមកឲ្យអ្នកទាំងអស់គ្នាបានដឹងរួមមានទី1កូនសម្លាញ់កូនត្រូវតែមានស្នាមញញឹមពីព្រោះថាស្នាមញញឹមភាពស្រស់ស្អាតភាពជឿជាក់គឺជាទ្រព្យសម្បត្តិជាប់ខ្លួនកូនជានិច្ចទី2កូនសម្លាញ់កូនត្រូវតែរៀនចេះធ្វើម្ហូបដោយខ្លួនឯងកូនរៀនធ្វើម្ហូបនេះគឺមិនមែនធ្វើដើម្បីនរណាម្នាក់នោះឡើយប៉ុន្តែនៅពេលដែលឪពុកម្ដាយមិននៅជិតកូនអាចរៀនមើលថែខ្លួនឯងបានទី3កូនសម្លាញ់កូនត្រូវតែចេះបើកបរនេះមិនមែនតាក់ទងនឹងឋានៈតួនាទីកេរ្តិ៍ឈ្មោះរបស់កូននៅក្នុងសង្គមនោះទេប៉ុន្តែកូនមិនអាចពឹងពាក់ឲ្យអ្នកដទៃបើកបរឲ្យកូនបានរហូតនោះទេដូច្នេះនៅពេលដែលកូនចេះបើកបរកូនចង់ទៅណាក៏មិនរំពឹងលើអ្នកដទៃនោះដែរទី4កូនត្រូវតែរៀននៅមហាវិទ្យាល័យដែលមានគុណភាពល្អនេះមិនមែនរៀនដើម្បីអួតអ្នកដទៃឡើយប៉ុន្តែនៅក្នុងមួយជីវិតរបស់មនុស្សយើងម្នាក់យើងត្រូវតែឆ្លងកាត់មហាវិទ្យាល័យឲ្យបាន4ឆ្នាំដែលវាគឺជាជីវិតដែលគ្មានលក្ខខណ្ឌតវ៉ាហើយគឺជាវិថីមួយដែលអប់រំយើងឲ្យមានបញ្ញាល្អហើយនឹងការគិតភ្លឺស្វាងទី5កូនសម្លាញ់កូនកាន់តែដើរឆ្ងាយបេះដូងរបស់កូនកាន់តែរឹងមាំបើសិនបើកូនបើកចំហបេះដូងនោះកូនកាន់តែសប្បាយចិត្តប៉ុន្តែបើសិនបើកូនងងឹតរកផ្លូវដើរមិនឃើញទេជួយកូនទម្លាប់អានសៀវភៅពីព្រោះថាសៀវភៅនឹងកាន់ដៃកូនដើរទៅមុខជានិច្ចទី6កូនសម្លាញ់កូនត្រូវតែចេះសន្សំសំចៃបើសិនបើផ្ទះរបស់យើងសល់ទឹកតែ2ចានទេជួយកូនប្រើចានទី1សម្រាប់ផឹកហើយចានមួយទៀតសម្រាប់សម្អាតមុខនិងខោអាវក្នុងទី7កូនសម្លាញ់កូនត្រូវតែរៀនអត់ធ្មត់បើទោះបីមេឃរលំភ្នំរលាយក្នុងកលៈទេសៈណាក៏ដោយកូនមិនត្រូវយំឬក៏គុំគួនសងសឹកអ្នកដទៃនោះឡើយហើយកូនត្រូវចាំថាភាពអត់ធ្មត់នឹងធ្វើឲ្យកូនកាន់តែរឹងមាំ8កូនសម្លាញ់កូនត្រូវតែមានឥរិយាបថត្រឹមត្រូវបើទោះបីជាយើងហូបបាយកកជាមួយទឹកស្អ៊ីវក៏ដោយក៏យើងត្រូវជឿទុកនឹងក្រាលកម្រាលឲ្យស្អាតដែរហើយអង្គុយញ៉ាំឲ្យមានរបៀបដែលបែបនេះហើយបើទោះបីជាការរស់នៅផងយើងបែបធម្មតាក៏ដោយប៉ុន្តែយើងត្រូវរស់នៅដោយមានភាពថ្លៃថ្នូរជារបស់យើង